ចាជំរាបសួរវីដេអូមួយនេះគឺសម្រាប់អ្នកដែលគាត់ចង់ boost feminine energy ចា feminine energy ហ្នឹងគឺកម្លាំងក្នុងខ្លួនរបស់យើងហ្នឹងចាតែខាងស្រីចាអញ្ចឹងវីដេអូមុនយើងយល់ខ្លះៗអំពី feminine energy ហើយនិង masculine energy បានថាកម្លាំងមនុស្សស្រីនិងកម្លាំងមនុស្សប្រុសហើយដើម្បី boost ចាវាមានច្រើនវិធីប៉ុន្តែចំពោះខ្ញុំផ្ទាល់បទពិសោធន៍គឺខ្ញុំជ្រើសរើសយករបៀបរាំចាក្បាច់រាំខ្លះក៏ដូចជាផ្លាស់ប្ដូរការស្លៀកពាក់ចាយើងស្របតែស្លៀកខោយើងដូរមកស្លៀកសំពត់អញ្ចឹងទៅហើយចំពោះការរៀបចំតុបតែងខ្លួនចាអស់ហ្នឹងគឺយើងត្រូវតែទៅមើលដែរតែនៅក្នុងវីដេអូដែលខ្ញុំបង្ហាញនេះគឺខ្ញុំបង្ហាញរបៀបរាំដែលខ្ញុំជ្រើសរើសយកមកអនុវត្តហើយនឹងរបៀបដើរចាយើងដើរមួយគេហៅថា catwalk អាហ្នឹងវាពេញនិយមចាអញ្ចឹងពីហ្នឹងមួយទៀតគឺ bonus គឺយើងអាចទៅហៅយើងកាច់ជា post បានន័យថា post yoga ដែរប៉ុន្តែយើងអាចយកមកធ្វើជា post ដែលយើងថតរូបបានន័យថា photo post ចឹងណាយើងអាចចាប្រើបានចាអញ្ចឹងអនុវត្តឲ្យបានច្រើនអញ្ចឹង energy របស់យើងក៏វាដូចថាវារលូនល្អអញ្ចឹងកម្លាំងធម្មពលចាយើងដែលយើងចានៅក្នុងម្ដុំអាងទាយើងហ្នឹងគឺសក្រចក្រាហ្នឹងគឺ boost ដោយការរាំចាការកលែងតិចហ្នឹងក៏ជួយឲ្យកម្លាំងចាធម្មពលកន្លែងហ្នឹងវាមូលឡើងទៅលើល្អដែរចាអញ្ចឹងសរុបទៅគឺគុណប្រយោជន៍ជួយយើងចាមានកាយវិការទន់ភ្លន់ចាហើយចំពោះការនិយាយស្ដីក៏ដូចជាការគិតការច្នៃប្រឌិតរបស់យើងក៏វាបានប្រសើរឡើងដែរចាអញ្ចឹងសង្ឃឹមថាវាជាចាជំនួយមួយទៅដល់អ្នកដែលគាត់ចង់ boost ចា feminine energy អរគុណច្រើនសម្រាប់ការតាមដានជួបនៅវីដេអូក្រោយចាអញ្ចឹងការបង្ហាញនៅក្នុងវីដេអូនេះគឺរបៀបដើរឆ្មា catwalk ដើរមួយចាយើងដើរមួយហើយយើងដើរខ្វែងជើងចាហើយក៏ដូចជាការបង្ហាញយើងឈរលក្ខណៈជា pose ដែលយើងយកចេញពីក្នុង yoga ចាយើងមាន dancer ចា mountain pose ហើយចង់និយាយថាការអនុវត្តបានន័យថារៀនគឺត្រូវការពេលការអត់ធ្មត់ចាអញ្ចឹងពេលដែលយើងរៀនអត់ធ្មត់អញ្ចឹងការនិយាយស្ដីរបស់យើងចានៅពេលដែលយើងខាងក្នុងសប្បាយរីករាយយើងបញ្ចេញមកខាងក្រៅក៏បានល្អប្រសើរជាងយើងមិនអនុវត្តក៏ដូចជាយើងមានអារម្មណ៍មិនល្អដែរចាអញ្ចឹងហើយការហាត់យូហ្គាក៏ដូចជាការរាំគឺត្រូវការអត់ធ្មត់ហើយមួយទៀតគឺយើងធ្វើជាប្រចាំដើម្បីឲ្យខ្លាយជាទម្លាប់អញ្ចឹងកាលណាយើងមានកាយវិការទន់ភ្លន់ចានិយាយស្ដីទន់ភ្លន់ហើយគេហៅថា self awareness បានន័យថាធ្វើឲ្យយើងដឹងខ្លួនឯងថាយើងកំពុងធ្វើអីនិយាយអីអញ្ចឹងណាចាអញ្ចឹងហើយសំខាន់ថាវីដេអូនេះគឺជាជំនួយមួយដែរចាសម្រាប់អ្នកដែលគាត់ចង់កែទម្លាប់ក៏ដូចជាផ្លាស់ប្ដូរទម្លាប់ហើយនឹងរៀនអ្វីដែលថ្មីចាការរាំគឺប្រើតាមអពលច្រើនអញ្ចឹងហើយសម្រាប់អ្នកដែលគាត់ថ្មីខ្ញុំក៏អញ្ចឹងដែរអញ្ចឹងចាប់ផ្ដើមដំបូងយើងកុំពាក់ស្បែកជើងចាយើងគ្រាន់តែចារៀនធ្វើក្បាច់មួយហើយយើងអនុវត្តឲ្យបានច្រើនបន្ទាប់មកចាំយើងរៀបចំចាពាក់ស្បែកជើងហើយចំពោះคลิปមួយនេះគឺចាការស្លៀកពាក់ជាលក្ខណៈស្ត្រីហើយយើងមករាំអញ្ចឹងតម្រូវការឲ្យយើង practice បានន័យថាអនុវត្តយើងអនុវត្តកាន់តែច្រើនអញ្ចឹងការ move របស់យើងហ្នឹងក៏វាបាន smooth ល្អបានន័យថារលូនល្អណាចា